มีเพลียงอะไรให้ก่อนปกอ้ายตื่นนะจำตะบันสันไหมปอกไม่รับเพลียงให้ปอกน้ำบอบแต่เจิงเราให้จำกะไรไม้สำรันไม่ได้ตีปกทานหนึ่งเปราะระบบที่อะไรนี่เฮ้ยเขาจะสมฉบับลูกสาวไอ้ปกสันเกี่ยดีปกจอบระบบเปราะระบบเตี้ยจ้าจับปอกได้เมื่อยกกันนั่งสู้ครบได้จีพอตระมีจัดเพียงไอ้ลอกสลัดในเตปูก้อนในขันเรือเนาะก้อนไปลอกនាងនិមលនាងមានកាយដែរអង្គុយចិត្តសិនទៅនាងចាអរគុណលោកអូស្អាតណាស់និមលថ្ងៃនេះនាងមកមានការអីប្រាប់ខ្ញុំមកកុំខ្លាចអីចាសូមលោកអភ័យទោសម្ដាយខ្ញុំឈឺធ្ងន់ពុកឲ្យខ្ញុំមកសុំច្បាប់លោកមួយថ្ងៃអូការប៉ុណ្្នឹងទេនាងកំព្រួយខ្ញុំអនុញ្ញាតឲ្យគាត់សម្រាប់5ថ្ងៃក៏បានដែរតែខ្ញុំសូមនិយាយការជាមួយនាងបានទេខ្ញុំត្រេកអរណាស់ខ្ញុំអរគុណលោកមិនភ្លេចទេប៉ុន្តែឥឡូវខ្ញុំមានការប្រញាប់សូមលោកអភ័យទោសផងនិមលខ្ញុំស្រឡាញ់នាងជាយូរមកហើយនាងព្រមស្រឡាញ់ខ្ញុំទៅខ្ញុំនឹងជួយទំនុកបំរុងឲ្យពុកម្ដាយនាងឲ្យរួចពីប្រាក់បំណុលនាងដឹងទេដីភូមិចំការរបស់នាងនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំស្រេចទៅហើយទេលោកអាណិតកុំធ្វើបាបខ្ញុំកុំមកចិត្តខ្ញុំប្រយ័ត្នខ្ញុំស្រែកបើនាងស្រែកនាងប្រកាសជាស្លាប់នាងរត់មិនរួចពីកណ្ដាប់ដៃរបស់ខ្ញុំទេលែងខ្ញុំលែងព្រមដោយស្រួលទៅវាប្រសើរជាងអូរត់ទៅណារត់ណាជឿថានិមលជាស្រីក្រមុំមានកាយពុកខែអូបាទល្ងាចនេះអត់មានជីប្រាទេកម្មករទាំងអស់អត់ការងារធ្វើទេទៀនមិនអីទេពូទៅវិញចុះចាំខ្ញុំរកឲ្យបាទហេពូឈប់សិនអូប្របាទពូបានឃើញនាងនិមលរត់ចេញពីទីនេះមែនទេឃើញទៀនឃើញកុំនិយាយប្រាប់អ្នកណាឲ្យដឹងឮទេបើបាយការមកពីពូហ្នឹងប្របាទកុំព្រួយទៀនខ្ញុំនឹងលាក់រឿងនេះឲ្យចិត្តជូនទៅធ្វើការចុះបាទពូជំរាបសួរអូថ្វាយព្រះក្មួយបោះមកបោះក្មួយជើញបោះកូនស្រីក្មួយគេបលេងចេញបោះកូនហើយយកកាទៀលមកមួយផងណាចាប៉ា
បោះបត់ ជំរាបសួរលោក បាទជំរាបសួរសុខសប្បាយជាទេ ចាសុខសប្បាយជាទេ សុំទូលពូនៅមីងក៏មានជំងឺប្រហែលថ្ងៃហើយហើយច្រើនឆ្នាំទៅហើយក្មួយដាក់ថ្នាំអ្វីនោះក៏មិនជាដែរសពថ្ងៃពូពិបាកចិត្តណាស់របស់ក្មួយសុំជើញចុះខាងក្នុងសិនដល់បានលពូបបអញ្ជើញក្មួយបានម៉ែវាអើយក្មួយបលេងណា អ្នកណាននឹង ម៉ែរំខានគាត់ទេឲ្យគាត់សម្រានចុះជំរាបសួរអ្នកមីង ចាលើកដៃថ្វាយព្រះក្មួយនិមលមើលយកបារីទឹកមកជូនលោកក្មួយពិសាទៅកូន មិនអីទេអ្នកមីងខ្ញុំមិនចេះជក់បារីទេខ្ញុំស្ដាយណាស់ដែលខ្ញុំមកពីថ្ងៃមុនខ្ញុំមិនដឹងថាអ្នកមីងមានជំងឺអ្នកមីងឈឺយូរហើយមីងឈឺ3ឆ្នាំហើយក្មួយរោគគ្រូមកក៏សពគ្រប់អស់ហើយដែរតែមិនបានស្រាក់ស្រានសោះថ្ងៃណាទៅដូចជាស្រួលខ្លួនបានធ្វើនេះធ្វើនោះដូចធម្មតាថ្ងៃណាឈឺមីងងើបពីកន្ទេលមិនរួចក្រីក្រលំបាកយ៉ាងណាក៏ដោយកុំឲ្យតែឈឺឥឡូវក្មួយមកយកគោមែនទេអ្នកមីងខ្ញុំគ្មានបំណងមកយកគោក្នុងថ្ងៃនេះទេសូមអ្នកមីងនិងលោកពូបំភ្លេចចោលទៅហើយប្រាក់ 100000 រៀលនោះក៏ទុកដូចជាខ្ញុំជូនសម្រាប់អ្នកមីងព្យាបាលទៅចុះអរគុណហើយលោក សូមមីងពូអភ័យទោសកុំប្រកាន់ខ្ញុំអីក្មួយធ្វើអញ្ចឹងដូចជាមិនសមទេព្រោះមីងគ្មានបានផ្ដល់នៅប្រយោជន៍អ្វីដល់ក្មួយបន្តិចសោះខ្ញុំមិនចង់បានប្រយោជន៍អ្វីពីអ្នកមីងទេប្រាក់នោះខ្ញុំជូនដោយចិត្តសទ្ធាជ្រះថ្លារបស់ខ្ញុំចំពោះអ្នករងគ្រោះមួយរូបពូត្រីអត់ដាពូអរគុណក្មួយមិនភ្លេចទេសូមឲ្យគុណបុណ្យព្រះរតនត្រ័យជួយចម្រុងចម្រើនក្មួយតរៀងទៅក៏បីឃ្លាតហើយមីងបានឮតែពុកវីសរសើរក្មួយឯងហេតុនេះហើយបានជាមីងចង់ស្គាល់ក្មួយចុះក្មួយអញ្ជើញមកចំការលោកសុផលមានការអីដែរបានអ្នកមីងខ្ញុំរត់ទិញផ្លែតបែកទៅផ្ញើម៉ាក់ខ្ញុំនៅភ្នំពេញម៉ាក់ខ្ញុំគាត់ចូលចិត្តផ្លែតបែកចំការនោះណាណែនិមលកូនមើលដាំបាយដាំទឹកទៅណាឲ្យក្មួយគាត់ផ្សារបាយផ្សារទឹកជាមួយយើងនឹងមកពេលហើយតាកូនចាអរគុណហើយលពូចាំថ្ងៃក្រោយចុះខ្ញុំមានមិត្តម្នាក់កំពុងចាំខ្ញុំនៅឯចំការប្រហែលលោកយល់ថាផ្ទះខ្ញុំចង្អៀតហើយបានជាលោកមិនហ៊ាននាំមិត្តនោះមកលេងមិនមែនអញ្ចឹងទេនាងខ្ញុំមិនភ្លេចសុភាសិតមួយទេដែលថាចង្អៀតចុះផ្ទះតែកុំឲ្យចង្អៀតចិនពេលដែលខ្ញុំមកទីនេះម្ដងខ្ញុំចង់ត្រឡប់ទៅវិញទេស្មាននៅទីនេះខ្ចីល្អណាស់តាំងពីលោកអញ្ជើញទៅខ្ញុំបានថែរក្សាមេកូននេះយ៉ាងប្រយ័ត្នប្រយែងបំផុតក្រែងវាស្គមឥឡូវលោកមើលវាប្លែកជាងមុនទេខ្ញុំមិនដឹងថានាងយកចិត្តទុកដាក់ដល់ម្លឹងសោះវាធាត់ជាងមុនមែនកូននេះកូនក៏ល្អមេក៏ធាត់ព្រោះម្ចាស់វាស្អាតចេះថែរក្សាបានដិតដល់ហើយតែឯងមិនមែនជាម្ចាស់វាគ្រាន់តែចូលចិត្តវាផងក៏មិនបានដែរទម្រាំតែស្ទាបងអែលវាមិនដឹងជាវាស្ទុះរត់បណ្ណាទេ